ទេសនាលោកចាជាប្រធារាគ្រប់អង្គនៅទីបានឱកាសក្នុងពលពធនៅមុនពោខ្ញុំក៏សូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមនមស្ការចំពោះលោកចាជាប្រធារាគ្រប់អង្គរាប់អានកាគុណចាស់គ្រប់អង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់រូបបានចូលរួមក្នុងធម្មយាត្រាជ្រះថ្លាឃើញលោកចាស់រៀបចំបានស្អាតដែលបានមកក៏មិនដឹងថាត្រូវរៀបតែដល់ពេលឃើញលោករៀបទៅចេញអសចេញអីទៅមានផ្កាឆ្លាក់ចេញទៅជាអសហើយរៀបគ្រឿងសក្ការៈផ្សេងលោកចាស់បានដឹកនាំមើលលោកធ្វើបណ្ដាទៅអង្គុយឈរពិចារណាជ្រះថ្លាក្នុងសេចក្តីល្អដែលលោកបានធ្វើមានចិត្តជ្រះថ្លាហើយក៏លោកចាស់បានសម្ដែងរឿងផ្សេងស្វាត់ជីវធម៌អញ្ចឹងទៅជាទីញ៉ាំងចិត្តឲ្យជ្រះថ្លាទៀតក្នុងឱកាសនេះខ្ញុំកណាក៏មិនមានអីច្រើនទេគ្រាន់តែឃើញលើកតកតងក្នុងវត្តចេតពុនអញ្ចឹងមានរឿងរ៉ាវច្រើនតកតងនឹងរឿងប្រសូតផ្សេងច្រើនសម្ដែងនៅទីនេះហើយតកតងនឹងទីនេះក៏ជាទីអាស្រ័យនៃព្រះសម្មាសម្ពុទ្ធភាគច្រើនព្រះអង្គគង់នៅនឹងហើយអសេតិសាវកក៏ច្រើនតែគង់នៅនឹងអញ្ចឹងទៅក៏យើងបានមកដល់កន្លែងដែលសัพបរោះធ្លាប់នៅអញ្ចឹងទៅនឹករលឹកថ្វាយបង្គំដោយចិត្តជ្រះថ្លាហើយដើមពោដែលបានរតនីមកពីពុទ្ធគយាដំបូងក៏យើងតំណាងអញ្ចឹងទៅក៏ឃើញហើយក៏បង្អន់ចិត្តថាជាដើមពោដែលមានគុណដែលព្រះអង្គបានគង់អាស្រ័យនៅក្រោមឬហើយក៏បានត្រាស់ដឹងនៅសព្វញ្ញុតញ្ញាណបង្អន់ចិត្តយ៉ាងហ្នឹងទៅនឹករលឹកដល់ពុទ្ធគុណបង្អន់ចិត្តយ៉ាងហ្នឹងទៅយើងបានបូជាដោយយកនៅសម្ពុតអីទៅរមអីហ្នឹងណាទង់សាសនាអីហ្នឹងគឺជាការបូជាដោយអមិសៈហើយក៏មានការបូជាដោយធម្មៈគឺការសម្ដែងធម៌ហើយក៏អប់រំចិត្តទៅតាមសមគួរធ្វើតាមពាក្យទូលមានព្រានប្រដាស់នៃព្រះសម្មាសម្ពុទ្ធនៅក្នុងឱកាសនេះខ្ញុំក៏ចង់លើកឡើងតកតងកត់នៅក្នុងវត្តចេតពុននិយាយពីយប់ហ្នឹងតកតងកត់ធំគឺមាន4លោកសម្ដែងប៉ុន្តែគាត់តែកត់លោកសម្ដែងតែមួយហ្នឹងហើយប៉ុន្តែកត់ធំហ្នឹងមាន4ទី1ឈ្មោះករេរិកត់ករេរិហ្នឹងសំដៅដល់ថាជាឈ្មោះរបស់ដើមឈើមួយរូបដើមឈើមួយដើមណាកណ្ដាហើយក៏គេធ្វើនៅចិត្តដើមហ្នឹងទៅកត់ហ្នឹងក៏គេហៅថាករេរិកត់ទៅណាហើយកត់មួយទៀតឈ្មោះថាកសម្បកៈកត់ហ្នឹងក៏ដូចគ្នាកសម្ពៈកត់កសម្ពៈហ្នឹងជាឈ្មោះនៃដើមឈើដែរធ្វើនៅក្បែរដើមហ្នឹងទៅក៏ហៅថាកសម្ពៈកត់មួយទៀតគន្ធៈកត់គឺកន្លែងព្រះអង្គគង់ប្រចាំទៅថាកន្លែងដែលមិនតកតងជើងក្រេដែលមិនប្រែប្រួលអវិជ្ជហេតឋានៈហ្នឹងគឺត្រង់គន្ធៈកត់នឹងឯងសាឡាលៈមួយទៀតសាឡាឡាគិរៈហ្នឹងក៏ជាកត់ធំមួយដែរណាអញ្ចឹងមាន4កត់ធំសម្រាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រស្រ័យនៅកត់ធំទាំង4ហ្នឹងធ្វើដោយព្រះបាទប្រសិទ្ធតិកោសលតែមួយទេគឺសាឡាឡាគិរៈសលោឡស្រអាគិរៈទៅណាគោស្រអាដល់រោកត់មួយត្រូវធ្វើឲ្យធ្វើដោយទ្រព្យតម្លៃ1សែន កហបណៈមានច្រើនតែចំណែក3ដល់សេះគឺករេរិកត់ក្តីកសម្ពៈកត់ក្តីកន្ធៈកុដេកន្តៈកត់នឹងក្តីត្រូវបានសាងសង់ដោយអនាថបណ្ឌិកសេដ្ឋីហើយលោកសម្ដែងថាព្រះអង្គច្រើននៅគង់នៅក្នុងសាលាមួយសាលាសម្រាប់គង់ប្រស្រ័យពេលថ្ងៃណាសាលាហ្នឹងនៅចន្លោះពីករេរិកត់ហើយនឹងកន្ធៈកត់ហ្នឹងឯងដល់ពេលអញ្ចឹងគង់នៅនឹងតែងឲ្យអវាទហើយក៏ចូលទៅកាន់កន្ធៈកត់អីចឹងទៅកណ្ដាអញ្ចឹងខ្ញុំកណ្ដាលើកឡើងហ្នឹងក៏បញ្ជាក់ពីយប់តកតងនឹងកត់ធំតែយើងនឹងទៅទីទៀតហ្នឹងទៅកន្ធៈកត់គឺកត់ដែលព្រះអង្គគង់ប្រស្រ័យកន្ធៈកត់ហ្នឹងប្រែថាកត់ដែលក៏អូបដោយក្លិនណាក្លិនក៏អូបអញ្ចឹងក៏អត់លើកវិញឆ្ងាយទេគ្រាន់តែលើកឡើងតកតងកត់ធំ4ដែលលោកម្ចាស់បានម្សិលមិញសាកសួរខ្លះទៅក៏នឹកឃើញតែមើលលោកសម្ដែងនៅក្នុងមហាប្រទានសូត្រអត្ថកថាពពេនិវាសៈបរិសញ្យុត្តកថាខាងដើមហ្នឹងឯងមុនតែមើលទៅអាចឃើញណាអញ្ចឹងខ្ញុំកណាចូលរួមប៉ុណ្ណឹងជាទីជ្រះថ្លានៅក្នុងទីនេះចាំមានឱកាសចាំទៅខាងមុខចាំចូលរួមបន្តទៀតសូមអនុមោទនា